ផ្ដើមនៅសាច់រឿងយើងមកហ្នឹងយើងគឺបានឃើញជាមួយនឹងហ៊ីម៉ារីហើយនិងអ៊ីណូនៅពេលនេះពួកគេក៏ទទួលដំណឹងផងដែរដែលថាកូរ៉េហាហ្នឹងបានធ្វើដំណើរមកដល់ទីនេះហើយនាងគឺចង់បានហ៊ីម៉ារីទៅធ្វើការជាមួយនឹងនាងចំណែកឯអ៊ីណូវិញនាងគឺមិនសប្បាយចិត្តទេនៅពេលដែលនាងដឹងថាកូរ៉េហាបានធ្វើបាបទៅកាន់ស៊ូមីប៉ុន្តែយើងមិនទាន់ដឹងថាពួកគេទាំងពីរនាក់ហ្នឹងគឺជាបងប្អូនឬក៏យ៉ាងម៉េចទេចំណែកឯហ៊ីម៉ារីនាងក៏បានបន្តទៅកាន់បងប្រុសរបស់នាងដែលមិនអាចជួយដោះស្រាយនៅរឿងទាំងអស់នេះបានប៉ុន្តែបងប្រុសរបស់នាងក៏បាននិយាយថាបើសិនជានាងខ្លាំងឲ្យនាងទៅសំបំណុលតែឯងទៅអ្វីដែលគាត់ខំប្រឹងធ្វើរាល់ថ្ងៃនេះគឺធ្វើដើម្បីនាងនឹងឯងបន្ទាប់មកសាគូរ៉ានាងក៏បាននិយាយទៅកាន់ស៊ូមីថាឲ្យគាត់ធ្វើអ្វីតាមដែលគោលបំណងដែលកូរ៉េហាចង់បានទៅដោយសារតែនៅពេលនេះពួកយើងគឺគ្មានជំរឿនទៀតទេចំណែកឯបងប្រុសរបស់ហ៊ីម៉ារីគាត់ក៏យល់ស្របតាមមតិរបស់សាគូរ៉ាដូចគ្នាតែគាត់បាននិយាយថារឿងទាំងអស់ទៅឲ្យគាត់ជាអ្នកចាប់ចែងស៊ូមីធ្វើអ្វីដែលគាត់ចង់បានទៅចោះទោះជាគាត់ពិបាកចិត្តយ៉ាងណាក៏ដោយយ៉ាងហើយណាគាត់គួរតែកុំបោះបង់នៅក្តីសម្បិនខ្លួនឯងដែលចង់បើកខាងផ្កាសាច់រឿងក៏បានកាន់នៅពេលដែលស៊ូមីហើយនិងហ៊ីម៉ារីពួកគេទាំងពីរកំពុងតែនៅជាមួយនឹងគ្នាដែលហ៊ីម៉ារីបានសួរទៅកាន់ស៊ូមីថាតើគាត់មានការចងចាំនៅពេលដែលពួកយើងទៅលេងនៅឯរដូវក្តៅឬអត់ស៊ូមីគាត់ក៏បាននិយាយថាគាត់គឺមិនអាចចងចាំបានទេដោយសារតែវាគឺយូរណាស់ហើយនៅពេលហ្នឹងអ៊ីណូនេះក៏បានធ្វើដំណើរមកដល់តែម្ដងហើយដោយរាល់ដងចឹងអ៊ីណូហើយនិងហ៊ីម៉ារីពួកគេទាំងពីរគឺមិនត្រូវគ្នាទេបន្ទាប់មកអ៊ីណូបានសួរសំណួរដូចជាហ៊ីម៉ារីដែរដែលនាងបានសួរថាតើគាត់មានការចងចាំនៅពេលដែលគាត់ទៅលេងនៅឯរដូវក្តៅឬអត់សាច់រឿងក៏បានកាន់មកកាន់បងប្រុសហ៊ីម៉ារីហើយនិងមិត្តភ័ក្តិរបស់ស៊ូមីវិញនៅពេលនេះបងប្រុសរបស់ហ៊ីម៉ារីត្រូវតែជម្រាបបញ្ជាជាមួយនឹងអាប៉ែម្នាក់ហ្នឹងដោយសារតែអាប៉ែហ្នឹងហើយតែធ្វើឲ្យរឿងកាន់តែវឹកវរនៅពេលដែលពួកគេបាននិយាយគ្នាអញ្ចឹងគឺខ្ញុំសូមសង្ខេបកន្លែងហ្នឹងឲ្យស្រួលយល់តែម្ដងទៅដោយសារតែពួកគេគឺនិយាយច្រើនខ្លាំងពេកតាមពិតទៅអ្វីដែលមិត្តភ័ក្តិរបស់ស៊ូមីចង់បានហ្នឹងគាត់គ្រាន់តែចង់ឲ្យអ៊ីណូមានពេលវេលាជាមួយនឹងស៊ូមីតែប៉ុណ្ណោះបាននិយាយស្រួលស្ដាប់ទៅគាត់គឺចង់ឲ្យអ៊ីណូធ្វើជាសង្សាររបស់តួឯកប្រុសហើយបងប្រុសរបស់ហ៊ីម៉ារីគាត់ក៏បាននិយាយថាគឺគាត់ដឹងថាមិត្តភ័ក្តិរបស់ស៊ូមីនឹងគឺបានទៅជួបគ្នាជាមួយនឹងកូរ៉េហាហើយមិត្តភ័ក្តិរបស់ស៊ូមីនឹងគឺបានពឹងអ្វីមួយទៅកាន់កូរ៉េហាប៉ុន្តែកូរ៉េហានាងបានបដិសេធនៅពេលដែលលើបែបនេះក៏ធ្វើឲ្យមិត្តភ័ក្តិរបស់ស៊ូមីគាត់ក៏រៀងភ្ញាក់បន្តិចផងដែរហើយគាត់ក៏បានតបទៅកាន់បងប្រុសរបស់ហ៊ីម៉ារីវិញថាតាមពិតទៅកូរ៉េហាបានប្រាប់រឿងអ្វីមួយមកកាន់គាត់ថាគាត់នឹងមានវីដេអូរបស់បងប្រុសហ៊ីម៉ារីចំណែកឯបងប្រុសរបស់ហ៊ីម៉ារីវិញគ្រាន់តែលើពាក្យថាវីដេអូភ្លាមដែលធ្វើឲ្យគាត់ចាប់ផ្ដើមប្រតិកម្មតែម្ដងបន្ទាប់មកគាត់ក៏បាននិយាយទៅកាន់មិត្តភ័ក្តិរបស់ស៊ូមីថាឯងគឺនៅក្មេងខ្លាំងណាស់ឯងគឺដើរមិនឈ្នះបងទេអញ្ចឹងហើយប្រឹងវឹកហាត់ឲ្យបានល្អទៅកន្លែងហ្នឹងបងប្រុសស៊ូមីគាត់គឺចង់និយាយប្តឹងនឹងឯងដែលគាត់បាននិយាយថាមិត្តភ័ក្តិរបស់ស៊ូមីនឹងគឺក្មេងខ្លាំងណាស់អញ្ចឹងហើយគួរតែខំរៀនទៅសាច់រឿងក៏បានកាន់មកកាន់3នាក់នេះវិញនៅពេលនេះពួកគេកំពុងតែនៅឯភោជនីយដ្ឋានមួយកន្លែងដែលហ៊ីម៉ារីនាងនៅតែសួរជាមួយនឹងសំណួរដដែលៗថាស៊ូមីគឺមានការចងចាំនៅរដូវក្តៅឬអត់កន្លែងហ្នឹងគឺខ្ញុំប្រាប់ឲ្យស្រួលស្ដាប់តែម្ដងទៅកន្លែងរបៀបថាដូចយើងទៅលេងកន្លែងណាមួយហើយយើងឃើញទេសភាពស្អាតអីចឹងណាប៉ុន្តែទោះជាយ៉ាងណាស៊ូមីគាត់នៅតែផ្ដោតចម្លើយរបស់គាត់ថាគាត់នឹងគឺអត់មានចាំអីទេហើយគាត់ក៏បានសួរទៅកាន់នាងវិញថាតើនេះមានចាំអីឬអត់ប៉ុន្តែការចងចាំរបស់ហ៊ីម៉ារីនឹងសាកតែរឿងសិចស៊ីនឹងឯងដោយសារតែបែបនេះស៊ូមីគាត់ក៏បានសួរទៅកាន់អ៊ីណូម្ដងថាការចងចាំរបស់នាងគឺយ៉ាងម៉េចដែរចំណែកឯអ៊ីណូវិញការចងចាំរបស់នាងនៅពេលដែលនាងនៅជាមួយនឹងស៊ូមីមិនថាស៊ូមីនៅទីណាទេគ្រប់ទីកន្លែងគាត់តែងតែស្រស់ស្អាតជានិច្ចដោយសារតែពិបាកសម្រេចចិត្តខ្លាំងពេកស៊ូមីគាត់ក៏សម្រេចចិត្តថាបបួពួកគេទៅដើរលេងតែម្ដងទៅនៅពេលដែលហ៊ីម៉ារីហើយនិងអ៊ីណូពួកគេទាំងពីរកំពុងតែលេងទឹកស៊ូមីគាត់ក៏បានថតទៅកាន់ពួកគេពីបីប៉ុផងដែរទុកជាអនុស្សាវរីយ៍ហើយខ្ញុំគឺសូមប្រាប់គ្នាយើងបន្តិចទៅថាសាច់រឿងមួយនេះដែរគឺខ្ញុំធ្វើវាបែបសង្ខេបដោយសារតែវាមានចំណុចសំខាន់តិចតួចខ្លាំងមែនតើដោយសារតែកន្លែងផ្សេងៗហ្នឹងគឺសត្វតែជាកន្លែងអត់ប្រយោជន៍អញ្ចឹងហើយគឺខ្ញុំសូមកាត់ចោលតែម្ដងទៅខ្ញុំសម្រាយហ្នឹងគឺយកត្រឹមតែសាច់រឿងដ៏ល្អៗតែប៉ុណ្ណោះនៅពេលដែលពួកគេលេងទឹកឆ្អែតឆ្អន់រួចហើយហ៊ីម៉ារីក៏បានសួរទៅកាន់ស៊ូមីថានៅពេលនេះតើពួកយើងគួរតែទៅណាទៀតនៅពេលនោះស៊ូមីគាត់ក៏បានកលេចឃើញជាមួយនឹងពួកអាក្មេងហើយគាត់ស្រាប់តែមានជាមួយនឹងកំណត់មួយដែលគាត់សម្រេចចិត្តថាពួកគេទាំងអស់គ្នាទៅលេងផ្ទះអ្នកគ្រូរបស់គាត់នៅពេលដែលចូលទៅដល់គឺគាត់បានឃើញអ្នកគ្រូរបស់គាត់កំពុងតែលេងហ្គេមជាមួយនឹងក្មេងៗនៅពេលដែលជួបគ្នាស៊ូមីបាននិយាយទៅកាន់អ្នកគ្រូរបស់គាត់ថាគាត់នៅតែមិនផ្លាស់ប្ដូរគាត់នៅតែជាចរិតកូនក្មេងដដែលហើយអ្នកគ្រូរបស់គាត់ក៏បានសួរមកកាន់ស៊ូមីថាតើនៅពេលនេះស៊ូមីគឺចង់ឲ្យគាត់នឹងជួយនៅរឿងអ្វីហើយស៊ូមីគាត់ក៏បាននិយាយថាអ្វីដែលគាត់ចង់បាននៅពេលនេះគាត់គឺចង់ឃើញនៅអនុស្សាវរីយ៍របស់គាត់តាំងពីនៅក្មេងដោយសារតែគាត់នឹងគឺផ្លេចអស់ហើយនៅពេលដែលលើបែបនេះអ្នកគ្រូគាត់ក៏បានយកជាមួយនឹងសភៅមួយក្បាលឲ្យទៅកាន់ស៊ូមីមើលនៅពេលដែលស៊ូមីបើកមើលគឺឃើញថានៅក្នុងរូបនោះគឺមានរូបស៊ូមីហើយនិងហ៊ីម៉ារីនៅពេលដែលពួកគេនៅក្មេង
នៅពេលដែលអ៊ីណូបានឃើញរូបរបស់ហ៊ីម៉ារីនាងក៏បានសរសើរទៅកាន់ហ៊ីម៉ារីថានាងនៅក្មេងពិតជាស្រស់ស្អាតខ្លាំងណាស់នៅពេលហ្នឹងអ្នកគ្រូក៏បានសួរទៅកាន់ហ៊ីម៉ារីថាហេតុអ្វីបានជានាងកាត់សក់ខ្លីហើយមិនຕົកសក់វិញដូចដែលនាងនៅក្មេងទៅបន្ទាប់មកអ្នកគ្រូគាត់ក៏បាននិយាយប្រាប់ថាប្រហែលជាស៊ូមីចូលចិត្តសក់ខ្លីហើយមើលទៅបានជានាងកាត់ខ្លីបែបនេះនៅពេលដែលលើអញ្ចឹងអ៊ីណូនាងក៏សម្រេចចិត្តថាចង់កាត់សក់ខ្លីដែរតែម្ដងស៊ូមីគាត់ក៏បានហាមទៅកាន់នាងដែលគាត់បាននិយាយថាមិនអីទេសក់របស់នាងប៉ុណ្ណឹងគឺស្អាតហើយបន្ទាប់មកអ្នកគ្រូរបស់គាត់ក៏បាននិយាយទៅកាន់ស៊ូមីថានៅពេលនេះគាត់គឺចង់ធ្វើផ្កាអត់បើសិនជាគាត់ធ្វើទៅអាចនឹងធ្វើឲ្យគាត់នឹងបំផុសជាមួយនឹងគំនិតថ្មីនៅពេលដែលគាត់បានសួរទៅកាន់អ៊ីណូគឺយកព្រមនៅពេលដែលគាត់បានសួរទៅកាន់ហ៊ីម៉ារីនាងគឺបានស្ទាក់ស្ទើរដោយសារតែនាងគឺអត់ប្រកែកអាខាងហ្នឹងទេជាលទ្ធផលហ៊ីម៉ារីនាងគឺមិនបានធ្វើជាមួយនឹងពួកគេឡើយដោយសារតែនាងមិនចេះនៅពេលដែលហ៊ីម៉ារីនាងក៏ប៉ុន្តែអង្គុយតែឯងនាងក៏បាននិយាយមកកែខ្លួនឯងថានៅពេលដែលនាងនៅតូចនាងពិតជាពូកែខ្លាំងណាស់និយាយទៅគឺពូកែគ្រប់យ៉ាងប៉ុន្តែរឿងតែមួយគត់ដែលនាងមិនពូកែនោះគឺជាភាពច្នៃប្រឌិតនៅពេលដែលនាងបានកលេចឃើញជាមួយនឹងអ៊ីណូគឺឃើញថាអ៊ីណូនាងពិតជាខិតខំប្រឹងប្រែងធ្វើវាខ្លាំងណាស់ទោះជានាងធ្វើខំប៉ុណ្ណាក៏ដោយនៅពេលដែលស៊ូមីបានសរសើរទៅកាន់នាងគឺនាងសប្បាយចិត្តសឹងតែហោះបាត់ទៅហើយនៅពេលដែលហ៊ីម៉ារីនាងក៏ប៉ុន្តែលប់មកនាងក៏បានចងចាំនៅពេលសម្ដីរបស់អ្នកគ្រូដែលគាត់បាននិយាយថាហេតុអ្វីបានជានាងកាត់សក់ខ្លីបន្ទាប់មកសាច់រឿងក៏បានប្រាប់មកកាន់យើងថាហេតុអ្វីបានជាហ៊ីម៉ារីនាងកាត់សក់ខ្លីនៅពេលដែលនាងនៅក្មេងដោយសារតែសក់របស់នាងឆេះដោយចៃដន្យដោយសារតែការច្នៃប្រឌិតរបស់ស៊ូមីដោយសារតែបែបនេះហើយនាងគឺត្រូវកាត់សក់ខ្លីហើយនាងក៏បាននិយាយទៀតថាប្រសិនបើនាងមានសក់វែងប្រហែលជាស៊ូមីស្រឡាញ់នាងខ្លាំងហើយនៅពេលដែលនាងសក់ខ្លីបែបនេះមើលទៅកាន់ស៊ូមីហាក់ដូចជាចូលចិត្តប៉ុន្តែមើលទៅវាហាក់ដូចជាខ្លាំងតែប៉ុណ្ណោះនៅពេលដែលពួកគេបានរៀបចំផ្ការួចហើយគឺឃើញថាផ្ការបស់ពួកគេគឺមិនតាន់រួចរាល់ទេអញ្ចឹងហើយអ្នកគ្រូនាងក៏បានបង្ហាញជាមួយនឹងក្រដាសមួយដែលវាគឺជាក្រដាសដែលយើងទៅមើលសួនផ្កាឈូករ័ននឹងឯងដោយសារតែអ៊ីណូនាងគឺគ្មានជាមួយនឹងជំនាញនៅក្នុងការមើលផ្កានាងក៏សម្រេចចិត្តថាមិនទៅទេនាងគឺសម្រេចចិត្តថាឲ្យហ៊ីម៉ារីទៅជាមួយនឹងស៊ូមីតែម្ដងទៅនៅពេលដែលទៅដល់កន្លែងយើងឃើញថាមានតែស៊ូមីម្នាក់តែប៉ុណ្ណោះដែលរំភើបជាងគេដោយសារតែកុំឲ្យខាតពេលយូរពួកគេក៏សម្រេចចិត្តថាដើរចូលទៅខាងក្នុងដើម្បីមើលផ្កាថាផ្កាមួយណាពួកគេអាចយកមកបាននៅពេលដែលពួកគេកំពុងតែដើរសុកស៊ូមីគាត់ក៏បានឃើញជាមួយនឹងផ្កាឈូករ័ត្នមួយដែលវាខុសប្លែកពីគេហើយគាត់ក៏បាននិយាយថាផ្កាមួយនេះហើយគឺជាផ្កាដែលគាត់ឲ្យទៅកាន់ហ៊ីម៉ារីនៅពេលដែលពួកយើងរៀននៅអនុវិទ្យាល័យនៅពេលដែលគាត់បានយកវារួចហើយគាត់នៅតែបន្តដើររកវាបន្តទៀតនៅពេលដែលពួកគេកំពុងតែធ្វើដំណើរហ៊ីម៉ារីគឺនាងសង្កេតឃើញថាទូនាងនិយាយអ្វីក៏ដោយមើលទៅកាន់ស៊ូមីហាក់ដូចជាស្ដាប់មិនឮតតែសោះដោយសារតែគាត់គឺផ្ដោតទៅលើផ្កាខ្លាំងពេកទោះជានាងនិយាយអ្វីគាត់ក៏ស្ដាប់មិនឮដែរដែលធ្វើឲ្យហ៊ីម៉ារីនាងក៏រីងចំណែនទៅកាន់ផ្កាឈូករ័ត្នដូចគ្នាដោយសារតែស៊ូមីស្ដាប់មិនឮបែបនេះហ៊ីម៉ារីនាងក៏សម្រេចចិត្តថាបន្ថយតែម្ដងដែលនាងបាននិយាយថានាងគឺពិតជាស្រឡាញ់ទៅកាន់ស៊ូមីខ្លាំងណាស់ប៉ុន្តែនៅពេលនោះស្រាប់តែអពុតាហេតុតែម្ដងស៊ូមីគាត់ក៏បានហៅឈ្មោះទៅកាន់ហ៊ីម៉ារីដែលធ្វើឲ្យហ៊ីម៉ារីនាងក៏រៀងភ័យផងដែរដែលនាងបានសួរទៅកាន់គាត់ថាតើគាត់បានឮនៅពេលសម្ដីដែលនាងបាននិយាយមែនទេប៉ុន្តែស៊ូមីគាត់បែរទៅជានិយាយថានៅពេលនេះពួកយើងគួរតែរកផ្កាឈូករ័ត្នបន្ថែមនៅពេលដែលលើបែបនេះគឺធ្វើឲ្យហ៊ីម៉ារីគឺនាងហួចចិត្តតែម្ដងរួចនាងក៏បានរត់ចាកចេញពីកន្លែងហ្នឹងនៅពេលដែលនាងកំពុងតែរត់នាងក៏បាននិយាយមកកាន់ខ្លួនឯងថានៅពេលដែលនាងនិយាយជាមួយនឹងពាក្យស្មោះត្រង់ហេតុអ្វីបានជាលោកស្ដាប់មិនបានអញ្ចឹងនៅពេលដែលខ្ញុំនិយាយជាមួយនឹងពាក្យកុហកលោកតែងតែស្ដាប់បានជានិច្ចនៅពេលនេះទ្រង់របស់ខ្ញុំវាពិតជាតឹងខ្លាំងណាស់ខ្ញុំពិបាកជាមួយនឹងនិយាយនៅអ្វីដែលខ្ញុំចង់និយាយនាងគឺពិតជាស្អប់មកកាន់ខ្លួនឯងខ្លាំងណាស់ហេតុអ្វីបានជានាងមិនអាចធ្វើបាននៅពេលនោះស៊ូមីគាត់ក៏បានតាមនាងទាន់ហើយគាត់ក៏បានសួរទៅកាន់នាងថាមួយថ្ងៃនោះតើនាងកាត់អីហាក់ដូចជាចម្លែកម្លេះនៅពេលនោះហ៊ីម៉ារីនាងក៏បានហុចចិញ្ចៀនរបស់នាងឲ្យទៅកាន់ស៊ូមីវិញដែលនាងបាននិយាយថាចាប់ពីពេលនេះទៅចិញ្ចៀនមួយនេះវាមិនមែនជាមិត្តភាពរបស់យើងបន្តទៀតទេបន្ទាប់ពីនិយាយរួចហើយនាងក៏បានចាប់ស៊ូមីថើបតែម្ដង